គាត់រៀនខាងគំនូរចម្លាក់ខ្ញុំបាទឈ្មោះជាសុភាខ្ញុំបាទរស់នៅខេត្តកំពង់ស្ពឺខ្ញុំបាទមានអាយុ24ឆ្នាំសពថ្ងៃខ្ញុំបាទធ្វើការងាររៀនខាងគំនូរចម្លាក់អ្វីដែលខ្ញុំសង្ឃឹមគឺវាបានសម្រេចក្នុងបំណងរបស់ខ្ញុំបាទមែនតែសុភាយល់ឃើញយ៉ាងណាដែរសុភាគិតថានឹងអាចផ្ដល់នៅមុខរបរមួយផ្ទាល់ខ្លួនទៅដល់សុភាជាពិសេសអាចធ្វើឲ្យជីវភាពសុភាបានទូធាបងគិតថាកម្មវិធីរបស់ Cambodia នោះអាចមានឱកាសឲ្យបងបញ្ចេញនៅសមត្ថភាពហើយខ្ញុំក៏សង្ឃឹមទៀតថានឹងអាចផ្លាស់ប្ដូរនៅឆាកជីវិតរបស់ខ្ញុំបាទដែលខ្ញុំបាទមានបំណងចង់ក្លាយជាតារាចម្រៀងនៅក្នុងប្រទេសកម្ពុជារបស់យើងហើយនឹងទទួលបាននូវជ័យលាភីបន្តិចទៀតនេះដែលខ្ញុំបាទឡើងច្រៀងក្នុងកម្មវិធី The Voice ដែលមានខលទាំង4ខ្ញុំសង្ឃឹមថាខ្ញុំជាបេក្ខជនម្នាក់ដែលពួកគាត់ជ្រើសរើសធ្វើជាកូនក្រុមរបស់គាត់យងយល់ជើងមេឃសង្វាយចិនដាឆ្ងាយហួសក្តីប្រាថ្នានេត្រាបានត្រឹមសំឡឹងចង់ទៅដល់តែខ្លួនគ្មានអ្វីរំពឹងវល់ងងឹតសូនឈឹងសែងជឹងទាំងណានអរ៉ាសែនឆ្ងាយឆ្ងាយដូចចិត្តអូនឆ្ងាយមើលយូរគ្មានបងបេះដូងរ៉ាប់រងទុកខាដូចនៅចិត្តការពិតឆ្ងាយណាស់ស្នេហាចាំគូក្រងវាសនាតាថ្ងៃណាជុំជួនកាយចិត្តស្ងួនបានត្រឹមមុំបាក់ខ្លួនស្នេហ៍ប្រឹងលាក់បំពួនបេះដូងទ្រមសោកាជាតិនេះមានពិតរូបស្រីជាគូគ្មានអ្នកផ្សេងជាធ្នូចិត្តរៀមមិនបដូរសាវាទួងចិត្តស្នេហ៍ឆ្ងាយដូចជើងមេឃយ៉ាងណាបងស៊ូសូនសងខាបដូរយកជីវ៉ាជាគូចាសួស្តីអូនឈ្មោះអីដែរបាទខ្ញុំបាទឈ្មោះជាសុភាបាទអាយុប្រហែលហើយអូន24ឆ្នាំ24ឆ្នាំស្រុកកំណើតអាចប្រាប់បងបានទេនៅខេត្តកំពង់ស្ពឺអ្នកកំពង់ស្ពឺណាបាទចាសុភាធ្វើបានល្អមែនទែនថ្ងៃនេះសម្រាប់បងផ្ទាល់សម្រាប់សម្លេងបងអូនគឺល្អច្រៀងបានល្អមែនទែនដូចម្ចាស់ដើមអញ្ចឹងតែសោកស្ដាយមែនទែនដែលបងអត់បានចុចបងគិតស្មានថាខូចរបស់យើងទាំង3រូបប្រកាសជាចុចយកបងអូនអញ្ចឹងមានតែជូនពរបងអូនឲ្យបងអូនឱកាសក្រោយទៀតកុំអស់សង្ឃឹមហើយចូលមកកាន់កម្មវិធី The Voice Cambodia បាទម្ដងទៀតបងអូនមានសម្លេងបងអូនមានអ្វីគ្រប់បែបយ៉ាងទាំងអស់អញ្ចឹងយើងកុំខ្លាចមកម្ដងទៀតទទួលជាភាពជោគជ័យពីពួកបងទាំងអស់គ្នាអរគុណសម្រាប់ភាបងនិយាយចំណុចល្អមុនភាច្រៀងដាក់មនោសញ្ចេតនាបានល្អចេះបំពេចេះលួងលោមហើយផ្អែមប៉ុន្តែភានៅមានចំណុចខ្វះខាតមួយសម្រាប់បងដែលជាមូលហេតុធ្វើឲ្យបងមិនបានចុចប៊ូតុងជ្រើសរើសយកបងអូនគឺបងចង់ឲ្យភាមានកម្លាំងបន្តិចទៀតនៅក្នុងបទចម្រៀងនេះហើយជាមូលហេតុដែលជាចំណុចខ្វះខាតរបស់បងអូនដែលធ្វើឲ្យបងមិនអាចចុចប៊ូតុងប៉ុន្តែជាទូទៅគឺបងអូនធ្វើបានល្អហើយគ្រាន់តែថាខ្វះខាតបន្តិចបន្តួចទេធម្មតាការប្រកួត